សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាស្បែកហើយធ្លាប់ដើរព្យាបាលឬក៏រោគដំណោះស្រាយគ្រប់កន្លែងគ្រប់ទីតាំងហើយស្បែកនោះនៅតែកើតឡើងមកវិញមិនថាយកថ្នាំចាក់ថ្នាំលាបឬក៏លេបគ្រប់បែបយ៉ាងហើយប៉ុន្តែមិនបានធូរមិនបានជាទេអញ្ចឹងពុកម៉ែបងប្អូនអាចងាកសាកល្បងមកមើលឈុតថ្នាំខាងប្អូនតែជាឈុតថ្នាំមួយដែលដំណោះស្រាយទៅលើស្បែករបស់ពុកម៉ែបងប្អូនយ៉ាងប្រសិទ្ធភាពមិនថាពុកម៉ែបងប្អូនកើតស្បែកនោះរយៈពេល5ឆ្នាំ10ឆ្នាំ20ឆ្នាំឬក៏30ឆ្នាំហើយនោះទេហើយធ្លាប់ដើរព្យាបាលឬក៏រោគដំណោះស្រាយគ្រប់បែបយ៉ាងហើយមិនជាសោះហើយក៏បានអស់សង្ឃឹមក្នុងការព្យាបាលទៅលើជំងឺសើស្បែករបស់ពុកម៉ែបងប្អូនដែរតែកុំព្រួយបារម្ភទៀតអីបើសិនជាពុកម៉ែបងប្អូនមានសង្ឃឹមតែ1%ឬក៏2%អាចមកប្រឹក្សាជាមួយប្អូនដើម្បីសិក្សាអំពីស្បែករបស់ពុកម៉ែបងប្អូនបានយ៉ាងប្រសិទ្ធភាពតែម្ដងហើយបើសិនជាពុកម៉ែបងប្អូនបានឃើញវីដេអូនេះអាចទំនាក់ទំនងមកខាងប្អូនតាមរយៈឆាតឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ពុកម៉ែបងប្អូនខមមិនជាលេខទូរស័ព្ទដើម្បីឲ្យភ្នាក់ងារឬក៏ក្រុមការងារខាងយើងខ្ញុំទំនាក់ទំនងទៅពុកម៉ែបងប្អូនដើម្បីជាដំណោះស្រាយទៅលើជំងឺសើស្បែករបស់ពុកម៉ែបងប្អូនហើយជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយជួយ share ជួយ like ជួយ comment ទៅកាន់ពុកម៉ែបងប្អូនដទៃទៀតដើម្បីឲ្យគាត់យល់ដឹងអំពីបញ្ហាស្បែកដើម្បីឲ្យគាត់បានទទួលការប្រឹក្សានិងទទួលការព្យាបាលបានយ៉ាងប្រសិទ្ធភាពទៅលើជំងឺសើស្បែកគាត់តែម្ដងជាចុងក្រោយខ្ញុំបាទសំសុភ័ក្រសូមអរគុណនិងជម្រាបលា